នៅព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026នេះសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបន្តចែករំលែកអត្ថបទវិភាគថ្មីមួយទៀតរបស់លោកសាស្ត្រាចារ្យអាការ៉ាហ្វុងខាំខុនអ្នកជំនាញផ្នែកកិច្ចការអាស៊ាននិងការសិក្សាបញ្ហាវិវាទព្រំដែនថៃកម្ពុជាដែលមានចំណងជើងថាការវិភាគលើសំណើថៃគ្រប់គ្រងហ្គេម UNCLOS សម្ដេចតេជោហ៊ុនសែនបានបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់លោកសាស្ត្រាចារ្យអាការ៉ាហ្វុងខាំខុនអ្នកជំនាញផ្នែកកិច្ចការអាស៊ាននិងការសិក្សាបញ្ហាវិវាទព្រំដែនថៃកម្ពុជាដែលមានចំណងជើងថាការវិភាគលើសំណើថៃគ្រប់គ្រងហ្គេម UNCLOS ហើយនៅក្នុងការសម្ដែងវិភាគរបស់លោកសាស្ត្រាចារ្យបាននិយាយដោយត្រង់ៗថាសង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃនិងមិនសូវអានសៀវភៅខ្ញុំសូមចូលរួមចែករំលែកនៅអត្ថបទនេះដោយបកប្រែក្រៅផ្លូវការដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃបានជ្រាបបន្ថែមខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយបន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកសូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលលោកអាការ៉ាហ្វុងខាំខុនបានសរសេររៀបរាប់ខាងក្រោមនេះជាខ្លឹមសារអត្ថបទទាំងស្រុងអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃបានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃនិងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំ Compulsory Conciliation អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីនីតិសមុទ្រឆ្នាំ1982ក្នុងនោះក៏មានការតែងតាំងអ្នកជំនាញច្បាប់ចំនួន2រូបជាតំណាងនិងទុកពេលឲ្យភាគីថៃស្នើឈ្មោះតំណាង2រូបក្នុងរយៈពេល3សប្តាហ៍ដើម្បីជ្រើសរើសប្រធានមកបំពេញតួនាទីផ្សះផ្សាសាស្ត្រាចារ្យអាការ៉ាហ្វុងខាំខុនអ្នកជំនាញផ្នែកកិច្ចការអាស៊ាននិងការសិក្សាបញ្ហាវិវាទព្រំដែនថៃកម្ពុជាបានធ្វើការវិភាគដោយត្រង់ខ្ញុំបាននិយាយពីរឿងនេះរាប់មិនអស់ឡើយកម្ពុជាគេធ្វើទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់អន្តរជាតិប៉ុន្តែយើងជាសង្គមដែលសូម្បីតែចំណេះដឹងមូលដ្ឋានអំពីច្បាប់សមុទ្រក៏មិនទាន់យល់ដឹងផងបន្ទាប់មកពួកគេត្អូញត្អែថាកម្ពុជាដើរហ្គេមលឿនជាងធ្វើឲ្យថៃត្រៀមខ្លួនមិនទាន់ការដែលត្រៀមខ្លួនមិនទាន់នោះគឺដោយសារតែគ្មានសតិក្នុងការប្រកាន់ខ្ជាប់នៅគោលការណ៍ហើយក្នុងករណីថៃកម្ពុជាយើងដោះស្រាយបញ្ហាខុសចំណុចមករហូតបញ្ហាកំពុងកើតឡើងនៅព្រំដែនគោកប៉ុន្តែបែរជាទៅប្រកាសលុបចោលកិច្ចព្រមព្រៀងព្រំដែនទឹកតើវាមានន័យថាម៉េចវាមានន័យថាយើងមិនទាន់យល់ដឹងអំពីស្តង់ដារនយោបាយអន្តរជាតិទាល់តែសោះយើងជាសង្គមដែលគិតស្រមៃតែម្នាក់ឯងព្រោះគិតថាកម្ពុជានឹងដើរតាមយើងដោយអាងលើមោទនភាពថាខ្លួនជាប្រទេសដែលធំជាងមានអំណាចចរចាច្រើនជាងចង់ធ្វើអ្វីក៏បានដែលខ្ញុំគិតថានេះជាមេរៀនដែលសង្គមថៃត្រូវតែរៀនសូត្រមនុស្សជាច្រើននិយាយថាតើយើងដើរមិនទាន់ហ្គេមរបស់កម្ពុជាមែនទេវាមិនមែនយើងដើរមិនទាន់ហ្គេមនោះទេប៉ុន្តែយើងខ្លួនឯងនៅមិនទាន់ដឹងខ្លួនផងថាតើយើងកំពុងធ្វើអ្វីបញ្ហាព្រំដែនគោកដែលបានកើតឡើងកាលពីខែឧសភាឆ្នាំ2025វាត្រឹមតែជាបញ្ហាដែលកើតឡើងនៅតំបន់ឈុងបុកតែប៉ុណ្ណោះប៉ុន្តែសង្គមថៃបែរជានិយាយរាលដាលទៅឆ្ងាយជាបន្តបន្ទាប់ដោយមិនបានផ្ដោតលើចំណុចជាក់លាក់ឡើយខ្ញុំសូមនិយាយត្រង់នេះតែម្ដងថាអ្នកដែលស្រែកថាស្នេហាជាតិប៉ុន្តែគ្មានខួរក្បាលគឺជាអ្នកដែលបំផ្លាញជាតិពិតប្រាកដអ្នកបានយកភាពអគតិផ្ទាល់ខ្លួននឹងការស្អប់ខ្ពើមមកធ្វើជាមូលដ្ឋានហើយនៅពេលដែលធ្វើអ្វីមិនបានក៏ងាកមកប្រើប្រាស់ហ្គេមបំផ្លាញជនជាតិថៃដូចគ្នាដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកធ្វើជាឧបករណ៍ខ្ញុំគិតថានេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិនិត្យមើលខ្លួនឯងឡើងវិញជាពិសេសរឿងច្បាប់ដែលយើងមិនបានគោរពតាមបទដ្ឋានគតិយុត្តទាល់តែសោះស្ថានភាពលើកនេះបង្ហាញឲ្យឃើញថាសង្គមថៃជាសង្គមដែលខ្វះការយល់ដឹងញែកមិនដាច់សូម្បីតែកិច្ចសហប្រតិបត្តិការឆ្នាំ1995ជាមួយនឹងអនុសារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃនិងរាជរដ្ឋាភិបាលកម្ពុជាស្ដីពីការអង្កេតនិងការបោះបង្គោលព្រំដែនគោកឆ្នាំ2000 MOU 43ព្រមទាំងយន្តការកម្រិតទ្វេភាគីដ៏សំខាន់របស់ភាគីយោធាចំនួន2ទៀតរួមមានគណៈកម្មាធិការព្រំដែនទូទៅ General Border Committee minus GBC និងគណៈកម្មាធិការព្រំដែនភូមិភាគ Regional Border Committee minus RBC ហើយដូច្នេះសម្រាប់ស្ថានភាពនេះយើងកុំស្លន់ស្លោអីថៃបានប្រកាសលុបចោលអនុសារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីតំបន់ដែលថៃនិងកម្ពុជាទាមទារសិទ្ធិត្រួតគ្នានៅលើបាតសមុទ្រឆ្នាំ2001 MOU 44ដែលកាលពីថ្ងៃទី5ខែឧសភាវាបានបង្ហាញថាភាគីកម្ពុជាបានត្រៀមលក្ខណៈទុកជាមុនរួចរាល់ហើយ
និងបានអនុវត្តទៅតាមច្បាប់យ៉ាងត្រឹមត្រូវនៅពេលថៃប្រកាសលុបចោល MOU 44អ្វីដែលមានចែងនៅក្នុងកថាខណ្ឌ Article តាមមាត្រា83ទី3នៅក្នុងអនុសញ្ញា UN Clause មិនមានលក្ខណៈបច្ចេកទេសដ៏ស្មុគស្មាញដែលថៃមិនបានដឹងនោះទេប៉ុន្តែវាគ្រាន់តែទាមទារឲ្យយើងទៅអានច្បាប់ប៉ុណ្ណោះកម្ពុជាគេគ្រាន់តែធ្វើតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់សមុទ្រនៃអនុសញ្ញា UN Clause មិនមានអ្វីប្លែកឡើយហើយការដែលកម្ពុជាកំណត់ពេលឲ្យក្នុងរង្វង់3សប្តាហ៍វាក៏មិនមែនជាអំណាចផ្ដាច់ការរបស់កម្ពុជាដែរគឺកម្ពុជាគ្រាន់តែនិយាយតាមអ្វីដែលបានចែងក្នុងច្បាប់យោងតាមខទី3នៃឧបសម្ព័ន្ធទី5ស្ដីពីការបង្កើតគណៈកម្មការផ្សះផ្សាប៉ុណ្ណោះផ្ទុយទៅវិញសង្គមថៃមិនព្រមដោះស្រាយបញ្ហាមិនមែនចង់យកឈ្នះលើបញ្ហាទេប៉ុន្តែគឺចង់យកឈ្នះលើប្រទេសកម្ពុជាប្រសិនបើចង់យកឈ្នះលើបញ្ហាថៃមិនធ្វើបែបនេះឡើយនេះគឺជាសញ្ញាបង្ហាញពីភាពខ្វះប្រាជ្ញារបស់អ្នកដឹកនាំប្រជាជនថៃនៅតែញែកមិនដាច់រវាងការគ្រប់គ្រងចាត់ចែងតំបន់ព្រំដែនដែលមានយោធាការពារជាមួយនឹងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅព្រំដែន Military Conflict រាល់ការទាស់ទែងឬការប៉ះទង្គិចខាងយោធាគឺត្រូវទុកឲ្យភាគីយោធាជាអ្នកចាត់ការប៉ុន្តែរដ្ឋាភិបាលបែរជាមិនព្រមដោះស្រាយឫសគល់នៃបញ្ហាហើយព្យាយាមរក្សាទំនាស់នោះទុកដើម្បីកេងចំណេញផលប្រយោជន៍ខាងនយោបាយពួកគេគិតថាការរក្សាបញ្ហាខ្សែបន្ទាត់ព្រំដែនឲ្យនៅមានភាពចម្រូងចម្រាសគឺអាចយកមកប្រើប្រាស់ជាឧបករណ៍ដើម្បីពង្រឹងអំណាចហើយខ្ញុំគិតថានឹងត្រូវមានការបាញ់បោះដាក់គ្នាម្ដងទៀតជាក់ជាមិនខាននេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការគ្រប់គ្រងចាត់ចែងរបស់រដ្ឋាភិបាលកុំភ្លេចថាសង្គ្រាមគឺជានិមិត្តរូបនៃភាពបរាជ័យក្នុងការគ្រប់គ្រងវិវាទរបស់អ្នកមានអំណាចនៅក្នុងរដ្ឋនោះហើយវាកើតចេញពីភាពខ្ជីខ្ជានិងការមាក់ងាយក្នុងការដោះស្រាយបញ្ហាចុងក្រោយនេះនៅពេលដែលកម្ពុជានិយាយថាថៃលុបចោល MOU 44ជាឯកតោភាគីតើអិរិយាបថរបស់កម្ពុជាឆ្លុះបញ្ចាំងពីអ្វីតើវានឹងធ្វើឲ្យថៃខាតបង់នៅលើឆាកអន្តរជាតិដែរឬទេជាការពិតណាស់គឺវាជាការខាតបង់រួចទៅហើយគ្រាន់តែថៃប្រកាសលុបចោល MOU ឬលុបចោលសន្ធិសញ្ញាដោយឯកតោភាគីជាពិសេសសន្ធិសញ្ញាអន្តរជាតិដែលគ្មានខចែកអនុញ្ញាតឲ្យលុបចោលផងនោះប៉ុន្តែថៃបែរជាទៅលុបចោលតាមចិត្តដោយសារតែហេតុផលនយោបាយផ្ទៃក្នុងមិនមែនលុបចោលដោយសារហេតុផលអង្គហេតុពិតប្រាកដឬខុសសន្យានៅក្នុងកិច្ចព្រមព្រៀងនោះទេហេតុដូច្នេះកម្ពុជានឹងយកចំណុចខ្សោយនេះទៅប្រើប្រាស់ធ្វើអ្វីក៏បាននៅពេលដែលយើងមិនព្រមទទួលស្គាល់ច្បាប់និងបទដ្ឋានគតិយុត្តអន្តរជាតិភាគីម្ខាងទៀតគេក៏ត្រូវដើរហ្គេមតវិញដែរអ្វីដែលកម្ពុជាធ្វើមិនបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកគឺដោយសារតែមាន MOU 44រារាំងប៉ុន្តែនៅពេលដែលថៃលុបចោលកម្ពុជាក៏អាចចាប់ផ្ដើមហ្គេមបន្តបានភ្លាមបញ្ហាសពថ្ងៃនេះកើតចេញពីទាហានដែលនៅតាមព្រំដែនមិនចុះសម្រុងនឹងគ្នាបញ្ហាលើកនេះឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការចាត់ចែងបញ្ហារបស់ភាគីថៃដែលត្រូវតែដោះស្រាយបញ្ហាឲ្យចំគោលដៅមិនមែនបង្កើតតែការស្អប់ខ្ពើមនោះទេពេលនេះសង្គមថៃកំពុងគ្រប់គ្រងចាត់ចែងដោយខុសឆ្គងមិនឈរលើគោលការណ៍វិទ្យាសាស្ត្របែរជាយកនយោបាយទឹកកខ្វក់មកលាយឡំនិងលេងសើចជាមួយអារម្មណ៍ប្រជាជនដើម្បីរក្សាមុខតំណែងនយោបាយរបស់ខ្លួនឯងនិងក្នុងគោលបំណងចង់យកឈ្នះភាគីម្ខាងទៀតដោយមិនមែនចង់យកឈ្នះលើបញ្ហានោះទេប្រសិនបើចង់ឲ្យវិវាទរវាងថៃកម្ពុជាបញ្ចប់ទៅគឺត្រូវតែដើរតាមហ្គេមលេងទៅតាមច្បាប់ហើយស្នើឡើងតែម្ដងថាតើនឹងជ្រើសរើសនរណាធ្វើជាប្រធានដើម្បីឲ្យមកអង្គុយជជែកគ្នាឲ្យមានរបៀបរៀបរយកម្ពុជាក៏មិនត្រូវប្រើល្បិចកលដែរគឺត្រូវយកស្តង់ដាររបស់ UN Clause មកអនុវត្តដែលកំណត់ថាតំបន់សមុទ្រត្រូវតែដោះស្រាយទៅតាមគោលការណ៍ច្បាប់អន្តរជាតិបញ្ហាដែលកើតឡើងទាំងអស់គឺដោយសារតែដោះស្រាយមិនចំចំណុចទាហានឆ្លោះគ្នាប៉ុន្តែបែរជាឲ្យអ្នកការទូតជជែកគ្នាវាក៏គ្មានថ្ងៃបញ្ចប់ដែរវាត្រូវតែអនុវត្តតាមស្តង់ដារច្បាប់ដែលល្អបំផុតនិងមានលក្ខណៈជាអន្តរជាតិ